បងគាត់សួរថាពេលដែលយើងបន្តមួយឆ្នាំ10ខែយើងត្រូវទៅក្រសួងដាក់ពាក្យមុនថ្ងៃផុតកំណត់ឬក៏យើងទៅចំថ្ងៃដែលគេដាក់ផុតកំណត់តែម្ដងអញ្ចឹងសម្រាប់ពលករអ៊ីណានយើងចូលប្រទេសកូរ៉េមកដំបូងគឺយើងមានសុពលភាពវីសា3ឆ្នាំអញ្ចឹងពេលដែលយើងដាច់3ឆ្នាំនេះយើងត្រូវបន្តមួយឆ្នាំ10ខែការបន្តមួយឆ្នាំ10ខែហ្នឹងគឺយើងអាចបន្តនៅក្នុងអំឡុងពេលដែលសុពលភាព3ឆ្នាំរបស់យើងហ្នឹងនៅសល់ត្រឹម90ថ្ងៃចុះក្រោយមកហ្នឹងគឺយើងអាចបន្តបានហើយអញ្ចឹងយើងចង់ទៅបន្តពេលណាក៏បានដែរតើកែគាត់តឲ្យយើងពេលណាក៏បានដែរប៉ុន្តែកុំឲ្យខ្សលសុពលភាពតិចពេកដោយគាត់សួរយ៉ាងថាថ្ងៃដែលដាច់ហ្មងហ្នឹងអាចទៅបន្តបានអត់ថ្ងៃដែលដាច់ហ្មងហ្នឹងគឺពិបាកត្រង់ការដាក់ពាក្យតើកែគាត់ត្រូវដាក់ពាក្យទៅខាងក្រសួងការងារដើម្បីស្នើថាយើងបន្តឲ្យយើងសិនហើយរងចាំក្រសួងការងារហ្នឹងផ្ដល់អនុញ្ញាតឲ្យគាត់ហ្នឹងបន្តឲ្យយើងបានហើយបានគាត់យកអាលិខិតហ្នឹងទៅខាងបន្តប្រវេសដើម្បីបន្តវីសាឲ្យយើងមួយឆ្នាំ10ខែហ្នឹងទៀតណាអញ្ចឹងយើងអាចឲ្យគាត់បន្តឲ្យពេលដែលថ្ងៃដាច់ហ្នឹងហ្មងទេយើងត្រូវសួរគាត់ឲ្យបានមុនយ៉ាងតិច3ខែហ្នឹងអញ្ចឹងពេលដែលយើងមើលសុពលភាពរបស់យើងទៅនៅសល់ត្រឹម3ឬក៏4ខែនេះយើងសួរគាត់មុនហើយថាគាត់បន្តមួយឆ្នាំ10ខែឲ្យយើងអត់ចឹងណាយើងសូមឲ្យគាត់ជួយបន្តឲ្យអញ្ចឹងទៅដើម្បីឲ្យគាត់ដឹងថាយើងចិត្តដាច់សុពលភាពហើយអញ្ចឹងអាហ្នឹងយើងត្រូវសួរគាត់ឲ្យបានមុនហើយក្នុងចន្លោះ90ថ្ងៃហ្នឹងគាត់ចង់បន្តឲ្យយើងពេលណាក៏បានដែរហើយបើសិនជានៅសល់ខ្ទង់មួយអាទិត្យអីហ្នឹងក៏យើងក៏អាចតបានដែរប៉ុន្តែកុំឲ្យគៀកថ្ងៃពេកព្រោះដូចខ្ញុំបញ្ជាក់មកពីខាងដើមអញ្ចឹងគឺគាត់ត្រូវដាក់ស្នើសុំពីខាងក្រសួងការងារមកដើម្បីបន្តការងារឲ្យយើងហើយតតែខាងក្រសួងការងារគេអនុញ្ញាតឲ្យហើយបានគាត់យកលិខិតអស់ហ្នឹងទៅបញ្ជាក់ទៅបន្តវីសាឲ្យយើងនៅខាងតប្រវេសទៀតហើយបើទោះជានៅសល់ពេលមួយថ្ងៃហ្នឹងឬក៏ហួសថ្ងៃតិចតួចក៏ដោយក៏គាត់នៅតែអាចបន្តយកយើងបានអញ្ចឹងគ្រាន់តែពេលដែលហួសថ្ងៃឬក៏គៀកថ្ងៃចិត្តផុតអញ្ចឹងទៅពេលដែលគាត់រៀបឯកសារអត់តាន់ធ្វើឲ្យខាងច្បាប់ការងារខាងតវ៉េសគេវិន័យយើងអញ្ចឹងណាវិន័យយើងខាត់បងលុយយើងត្រូវបងលុយហើយយើងត្រូវគេវិន័យទៀតអញ្ចឹងយើងអាចនឹងជាប់នៅក្នុងវិជីព្រោះធ្លាប់វិន័យអញ្ចឹងយើងអាចនឹងបន្តជាពលករគំរូអត់កើតឬក៏យើងមកប្រឡងសារថ្មីទៅខាងវីសាខាងស្ថានទូតគេអត់តម្លាក់ឲ្យអញ្ចឹងទៅអានឹងមានបញ្ហាព្រោះយើងធ្លាប់រងវិន័យអីអញ្ចឹងទៅយើងដឹងសម្រាប់ប្រទេសកូរ៉េឲ្យតែយើងរងវិន័យអីមួយហើយគឺវាហានិភ័យអីគឺយើងពិបាកនឹងចូលប្រទេសកូរ៉េភាសាទៀតអញ្ចឹងអញ្ចឹងយើងបើអាចយើងត្រូវសួរគាត់ឲ្យបានមុនសួរក្នុងឡុង3ខែហ្នឹងឬក៏2ខែក៏ដោយគេឲ្យយើងសួរមុនឲ្យបាន3ទៅ4ខែហ្នឹងដើម្បីបើសិនជាគាត់អត់បន្តឲ្យយើងទេគាត់អាចបន្តឲ្យយើងគាត់មានបញ្ហានៅក្នុងក្រុមហ៊ុននៅកន្លែងការងារដែលថាអត់អាចបន្តឲ្យពលករអញ្ចឹងយើងសុំគាត់ចេញពេលដែលយើងសុំគាត់ចេញយើងមានពេលដាក់ពាក្យនៅក្រសួងពេលគាត់សញ្ញាយើងចេញហើយយើងមានពេល1ខែទៅដាក់ពាក្យពេលណាក៏បានប៉ុន្តែពេលដាក់ហើយបានយើងមាន3ខែទៀតអញ្ចឹងបានគេឲ្យយើងសួរឲ្យបានមុន3ទៅ4ខែហ្នឹងករណីដែលគាត់អាចបន្តឲ្យយើងបានណាហើយបើសិនជាគាត់បន្តឲ្យយើងអញ្ចឹងអត់អីទេសល់ពេល1ខែក៏ដោយកន្លះខែក៏ដោយឬក៏មួយអាទិត្យក៏ដោយគាត់អាចបន្តឲ្យយើងបានដែរគ្រាន់តែពាក្យថ្ងៃពេកគឺបើសិនជាអត់តាន់គេវិន័យដូចដែលខ្ញុំប្រាប់មកពីខាងលើអញ្ចឹងបើសិនជាបងចិត្តដាច់សុពលភាព3ឆ្នាំសល់2ទៅ3ខែហ្នឹងបងអាចសួរប្រយោគនេះទៅកាន់តកែបានសូមឲ្យគាត់ជួយបន្តមួយឆ្នាំ10ខែឲ្យយើងអញ្ចឹងណាហើយសម្រាប់បងប្អូនដែលផ្លាស់ប្ដូរការងារសូមតកែសញ្ញាចេញចង់ដាក់ពាក្យស្វែងរកការងារតាមអនឡាញដោយពុំចាំបាច់ទៅក្រសួងផ្ទាល់អាចតាក់ទងមកខ្ញុំបានហើយចង់បង្កើត EPS ឆែកមើលតកែសញ្ញាចេញហ្នឹងមើលលុយមួយឆ្នាំឬក៏ចង់ចេះឆែកលុយគ្រប់មីងចង្កឹមហ្នឹងអាចឆាតមកខ្ញុំបានខ្ញុំទទួលដាក់ពាក្យតាមអនឡាញសម្រាប់បងប្អូនដែលអត់ចង់ទៅក្រសួងផ្ទាល់ចំណាយពេលយូរខាតពេលវេលាអញ្ចឹងឬក៏ក្រសួងនៅឆ្ងាយនឹងចង់ដាក់ពាក្យស្វែងរកការងារតាម website និងខ្ញុំទទួលដាក់ឲ្យអាចឆាតមក Facebook របស់ខ្ញុំបានមកសុខហេណាការដាក់ពាក្យគឺយើងដូចទៅនឹងការដាក់ពាក្យនៅក្រសួងផ្ទាល់អញ្ចឹងគ្រាន់តែយើងអត់ចេះដាក់តាម website យើងទៅក្រសួងផ្ទាល់លោកគ្រូខាងក្រសួងដាក់ឲ្យអញ្ចឹងតែបើជាមួយខ្ញុំមានបទពិសោធន៍មកយូរឆ្នាំខ្ញុំអាចដាក់តាម website បានដោយខ្ញុំចាំបាច់ទៅក្រសួងផ្ទាល់ហើយនេះសិតតែអ្នកដែលខ្ញុំដាក់ឲ្យហើយខាងក្រសួងទទួលអានេះលិខិតបញ្ជាក់ស្វែងរកការងារ3ខែនេះដែលខ្ញុំដាក់ឲ្យកន្លងមកពួកគាត់សិតតែទទួលបាន message នឹងចូលធ្វើការសញ្ញាចូលឲ្យអស់ហើយ